ចង់ចាប់ដើមអានព្រះគម្ពីរតើដឹងថាអានពីកន្លែងណាហើយទើបដឹងថាគម្ពីរសុភាសិតមាន31ជំពូកហើយខែនេះមាន31ថ្ងៃជាងយើងអានមួយថ្ងៃមួយជំពូកថ្ងៃនេះថ្ងៃទី6យើងអានជំពូកទី6ខ្ញុំបានអានហើយនេះជាខខ្លះដែលខ្ញុំចង់ចែកម្លែកមានអំពើ6ឬ7យ៉ាងដែលព្រះអង្គម្ចាស់មិនសពប្រហារតីហើយមិនអាចទ្រាំទ្របានគឺការវារឹកខ្ពស់ការពោលពាក្យកុហកការបង្ហូរឈាមមនុស្សស្លូតត្រង់ការរិះគិតធ្វើអំពើទុច្ចរិតការរត់ទៅប្រព្រឹត្តអំពើអាក្រក់ធ្វើជាសាក្សីคล้ายៗដែលពោលពាក្យមិនពិតនិងការបង្កចំនួនបំបែកបំបាក់បងប្អូនត្បិតអាវ៉ាតប្រៀបបាននឹងចង្គៀងដំបូន្មានជាពន្លឺហើយការព្រានប្រដៅជាផ្លូវនាំទៅកាន់ជីវិតហើយបន្តមកទៀតខ32អ្នកណាលួចប្រពន្ធគេអ្នកនោះជាមនុស្សមិនចេះពិចារណាត្បិតប្រព្រឹត្តយ៉ាងនេះនាំតែវិនាសខ្លួនឯងចឹងចំពុកទី6នេះគឺបរិញ្ញាយើងច្រើនមែនទែនតាក់ទងពីរបៀបរស់នៅប្រចាំថ្ងៃរបស់យើងដូចជាកុំធានាសងបំណុលជំនួសគេនិយាយពីមនុស្សខ្ជិលមនុស្សពៀលអំពើដែលអត់គប្បហតីព្រះជាម្ចាស់ហើយក៏បានបរិញ្ញាយើងពីរឿងកំផិតក្បត់ស្វាមីឬភរិយាដែរចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែអានហើយពេលអានហើយបើសិនចាប់អារម្មណ៍នៅខណាខ្លះកុំភ្លេចខមមិនឲ្យខ្ញុំដឹងហងហើយជួបគ្នាថ្ងៃស្អែកសម្រាប់ចំពុកទី7បាយសូមប្រែប្រទានពរ